កំណាព្យព្រះគុណពុកនិពន្ធដោយកុយពិសិដ្ឋរៀបរាប់នឹងពោលដោយវុទ្ធសុវនពុកអើយពុកលោកខំការងារតូចធំណាខំថែកូនប្រុសស្រីពុកស្រឡាញ់កូនយប់ថ្ងៃទោះជាប្រុសស្រីបែតតីកូនគ្រប់វេលាពុកចិញ្ចឹមថ្នមការពីបីបងស្ងួនភ្ងាព្រមមីជាព្រះរូបកូនពុកទុកខ្លួនរបស់ពុកជាក្បូនចាំចម្លងកូនឲ្យកូនរស់ផុតភ័យទុក្ខលោកមិនឲ្យកូនជួបទុក្ខចង់ឲ្យស្គាល់សុខឯទុក្ខពុកអ្នកទទួលនេះហើយជាទឹកចិត្តរបស់ឪពុកមិនប្រែប្រួលជំហរមិនដួលទទួលភារកិច្ចទាំងអស់ពុកអើយលោកសន្តោសចិត្តសប្បុរសស្និទ្ធស្មោះកូនគ្រប់គ្នាពុកជាពុបទេវីរក្សាការពារបុត្រងារគ្រប់ទិនរាត្រីបញ្ជិះឧបទ្រពចង្រៃរោគាទុក្ខភ័យអ្នកថ្លៃការពារកំចាត់ពុកតែងមានចិត្តប្រយ័ត្នបដិញ្ញាមើងម៉ាត់ចែងចាត់ឲ្យកូនសិក្សាពុកខំគ្រប់គ្រងគ្រួសារចំណីអាហារកិច្ចការពុកជាអ្នកធ្វើពុកព្រួយពេលកូននៅចំទើខ្លាចកូនធំព្រឺដើរហើរគប់បាបប្រមិតខ្លាចកូនដើរផ្លូវងងឹតងងើគំនិតងងឹតសាងបាបកម្មពុកតែងអប់រំដែលផ្ដាំកូនជាប្រចាំត្រូវចាំសាងអំពើល្អជិះបាបត្រូវដើរផ្លូវធម៌ដើរផ្លូវត្រូវល្អចិត្តល្អមានគុណធម៌ប្រកាន់ភ្ជាប់សិលធម៌មានសច្ចធម៌ធ្វើល្អដល់អ្នកមានគុណកូនធំមានប្តីប្រពន្ធលោកចែកទ្រព្យធនធានធនដល់កូនស្មើគ្នាចិត្តពុកដូចជាព្រំមីមានព្រំវិហារគ្រប់គ្រាពុកមានចិត្តមេត្តាពុកតែមានករណាមានមុទិតាធម្មានិងឧបេក្ខាគុណពុកធំលើសលោការាប់អស់សង្ខារថ្ងៃណាក៏រាប់មិនអស់នេះហើយជាគុណរបស់ឪពុក